សូមជូនរឿងបែបរន្ធត់ព្រឺព្រួចហើយនេះគឺជាអេពីសូតភាគពិសេសដែលមានចំណងជើងថាព្រលឹងយមដីនិងបណ្ដាសាសសរគ្រីស្ទហើយសូមសួស្តីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីសូមស្វាគមន៍មកកាន់ការត្រឡប់នៃវិសាល podcast ជាមួយខ្ញុំនៅក្នុងរាត្រីដ៏ស្ងប់ស្ងាត់បងប្អូនអីជីវិតមនុស្សម្នាក់តែងមានការតស៊ូនិងការប្រាថ្នាចង់បានការរស់នៅសុខសាន្តរៀងខ្លួនដូចជាតួអង្គរបស់យើងនៅថ្ងៃនេះគឺគាត់មានឈ្មោះថាសុខគាត់គឺជាអ្នកជំនាញដែលបានចំណាយពេលជាង10ឆ្នាំតស៊ូធ្វើការនៅទីក្រុងភ្នំពេញដ៏មមាញឹកទោះបីជាមានប្រកាសនិងភាពជោគជ័យប៉ុន្តែនៅក្នុងចិត្តរបស់សុខគឺតែងតែនឹកនាដល់ភាពស្ងប់ស្ងាត់នៃស្រុកកំណើតនឹកដល់ក្លិនវាលស្រែនិងក្លិនខ្យល់បរិសុទ្ធដែលធ្លាប់រស់នៅកាលពីក្មេងដោយសារតែអារម្មណ៍នឹកផ្ទះនិងភាពហត់នឿយនឹងផ្សែងពុលនៅក្នុងក្រុងសុខក៏បានសម្រេចចិត្តស្វែងរកទិញដីមួយកន្លែងដើម្បីសង់ផ្ទះលំហែកាយសម្រាប់គ្រួសារនិងទុកសម្រាប់សម្រាកនៅពេលដែលមានភាពតានតឹងបន្ទាប់ពីស្វែងរកជាច្រើនខែមកគាត់បានជួបដីមួយកន្លែងដែលស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាលបំផុតនៅក្នុងភូមិមួយដែលព័ទ្ធជុំវិញដោយព្រៃឈើនិងវាលស្រែដាច់កន្ទុយភ្នែកដីនោះមានទំហំធំទូលាយមានដើមឈើបុរាណធំដូចជាដើមជ្រៃនិងដើមស្វាយព្រៃដែលមានមែកធៀងប្រទាក់ក្រឡាគ្នាចោលស្រមោលខ្មៅងងឹតសូម្បីតែពេលថ្ងៃត្រង់ក៏មានអារម្មណ៍ថាត្រជាក់ស្រេបដែរបងប្អូនទស្សនិកជនប្រិមិត្តវិសា podcast ទាំងអស់គ្នាពេលដែលយើងឈានជើងចូលទៅដល់ដីនោះភ្លាមជាលើកដំបូងសុខគាត់មានអារម្មណ៍ថាខ្យល់នៅទីនោះវាប្លែកខុសពីធម្មតាវាមិនមែនជាការត្រជាក់បែបខ្យល់អាកាសបរិសុទ្ធទេប៉ុន្តែវាជាត្រជាក់មួយយ៉ាងដែលជ្រាបចូលដល់ឆ្អឹងខ្នងធ្វើឲ្យយើងព្រឺព្រួចដោយមិនដឹងខ្លួននៅចុងខាងជើងនៃដីក្នុងកំពតព្រៃដែលញឹកឆ្កាស់មានខ្ទមអ្នកតាចាស់មួយដែលទ្រុឌទ្រោមជញ្ជាំងឈើពុកផុយស្លែឡើងហុំព័ទ្ធហើយមានដុំធូបចាស់ដែលគេបោះចោលជាយូរណាស់មកហើយខ្យល់បក់មកប៉ះស្លឹកឈើឮរ៉ាវហើយបងប្អូនសាកស្រមៃមើលវាមិនមែនជាខ្យល់បក់ធម្មតាដូចយើងនៅឯស្រុកកំណើតនោះទេឬក៏យើងដើរតាមព្រៃប៉ុន្តែវាឮដូចជាមានមនុស្សច្រើនណាស់កំពុងខ្សឹបប្រាប់គ្នានៅពីក្រោយខ្នងរបស់សុខគ្រប់ជំហាន
ប៉ុន្តែដោយសារភាពលោភលន់និងការចង់បានដីតម្លៃថោកសុកក៏មិនបានខ្វាយខ្វល់អំពីសញ្ញានៃការព្រមានទាំងអស់នោះឡើយគាត់គិតតែពីគម្រោងសង់ផ្ទះដ៏ស៊ីវិល័យរបស់គាត់តែប៉ុណ្ណោះគាត់មិនបានដឹងថាការឈានជើងចូលទៅកាន់ទីនោះគឺជាការចាប់ផ្ដើមនៃវិបដិសារីដ៏ធំធេងក្នុងជីវិតរបស់គាត់ឡើយគាត់ចាប់ផ្ដើមមានអារម្មណ៍ថានឹកឃើញដល់គ្រួសារនិងកូនរបស់គាត់ដែលកំពុងរងចាំនៅឯផ្ទះប៉ុន្តែនៅពេលជាមួយគ្នាគាត់ក៏មានអារម្មណ៍ថាភ័យខ្លាចយ៉ាងចម្លែកចំពោះដីមួយកន្លែងនេះដែរនេះជាការចាប់ផ្ដើមនៃអាថ៌កំបាំងព្រលឹងយាមដីដែលនឹងលងបន្លាចគាត់ក្នុងយប់អាធ្រាត្រខាងមុខបន្ទាប់ពីការត្រួតពិនិត្យដីនោះរួចមកទោះបីជាមានអារម្មណ៍ព្រឺព្រួចព្រឺសម្បល់យ៉ាងណាក៏ដោយក៏សុកនៅតែមិនទាន់អស់ចិត្តគាត់ក៏សម្រេចចិត្តដើរចុះដើរឡើងទៅកាន់ភូមិនៅឯខាងក្រោមដើម្បីស្វែងរកអ្នកណាដែលរស់នៅទីនេះយូរឆ្នាំមកហើយដើម្បីសួរនាំពីប្រវត្តិនៃដីដែលគាត់ទើបនឹងទិញបានក្នុងតម្លៃធូរថ្លៃមួយនេះនៅតាមដងផ្លូវចូលទៅក្នុងភូមិមានភាពស្ងាត់ជ្រងំផ្ទះអ្នកភូមិភាគច្រើនសង់ពីឈើខ្ពស់ព័ទ្ធជុំវិញដោយរបងឫស្សីនិងដើមចេកដែលដុះញឹកឆ្កាស់ពេលនោះសុកក៏បានទៅជួបនឹងលោកតាចាស់ម្នាក់លោកតានឹងគឺមានឈ្មោះថាតាយ៉នដែលកំពុងអង្គុយជក់ស្លឹកបារីកំប្លោកគាត់នៅលើគ្រែក្រោមដើមស្វាយគ្រាន់តែឃើញសុកជំរាបសួរនិងសួរពីដីដែលនៅជាប់មាត់ព្រៃនោះភ្លាមភ្នែករបស់តាយ៉នស្រាប់តែបើកធំរួចគាត់ក៏ឈប់ជក់បារីក្នុងដៃទាំងទឹកមុខស្លេកស្លាំងគាត់បានសម្លឹងមើលទៅមុខសុកដោយខ្សែភ្នែកអាណិតអាសូររួចនិយាយដោយសំឡេងញ័រថាកូនអើយដីនោះក៏ជាដីមិនធម្មតាទេវាជាដីដែលមានម្ចាស់យាមជាប់តាំងពីដើមមកក្មួយដឹងទេថាកាលពីមុនដីនេះជាដីរបស់អ្នកណាតាយ៉នចាប់ផ្ដើមនិទានទាំងដកដង្ហើមធំថាកាលពីច្រើនឆ្នាំមុនដីនេះជាដីរបស់លោកតាព្រំដែលជាមនុស្សស្លូតបូតនិងស្រឡាញ់ដីធ្លីគេមរតកស្មើនឹងជីវិតរបស់គាត់លោកតាព្រំបានចំណាយពេលវេលាពេញមួយជីវិតដើម្បីដាំដុះនិងថែរក្សាខ្ទមអ្នកតានោះយ៉ាងដិតដល់ប៉ុន្តែសំណាងអាក្រក់បំផុត
គឺមានក្រុមឈ្មួញមកពីទីក្រុងបានប្រើល្បិចបោកបញ្ឆោតយកស្នាមមេដៃរបស់គាត់ដើម្បីរឹបអូសយកដីនេះទាំងអយុត្តិធម៌បំផុតលោកតាព្រំត្រូវបានគេដេញចេញយ៉ាងលឿនពីដីដែលខ្លួនស្រឡាញ់រហូតដល់ធ្លាក់ខ្លួនក្រនិងសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងនៅក្រោមដើមជ្រៃដ៏ធំកណ្ដាលដីនោះទាំងក្តីចងអាឃាតនិងបិទភ្នែកបញ្ចិតមកដល់កន្លែងនេះប្រិយមិត្តទស្សនិកជនអ្នកស្ដាប់ក៏ដូចជា fan វិសាទាំងអស់គ្នាតាយ៉នគាត់បានខ្សឹបទៅប្រាប់ពុសុកទៀតថាមុនពេលដែលគាត់ស្លាប់លោកតាព្រំបានសូត្រមន្តអាគមមុនវិជាដាក់បណ្ដាសានៅលើដីនេះយ៉ាងសាហាវឃោឃៅបំផុតនៅពេលដែលអ្នកណាមកបំពេញឬមកសង់ផ្ទះលើដីអញឬក៏ដីរបស់គាត់នឹងបើអញមិនអនុញ្ញាតវានឹងត្រូវស្លាប់បាត់បង់ជីវិតដូចជាអញដែរហើយនេះគឺជាបណ្ដាសារបស់លោកតាព្រំមុនដែលគាត់ស្លាប់តាំងពីនោះមកព្រលឹងរបស់លោកតាព្រំមិនដែលចាក់ចេញទៅណាឡើយគាត់បានប្រែក្លាយខ្លួនគាត់ជាព្រលឹងយាមដីដែលមានកម្លាំងខ្លាំងក្លានិងកាចសាហាវបំផុតអ្នកភូមិធ្លាប់ឃើញស្រមោលបរោះចាស់ម្នាក់ដើរក្រឡឹងជុំវិញខ្ទមអ្នកតានោះកណ្ដាលយប់កណ្ដាលត្រៀតចំណែកឯដៃកាន់ដងកំបិតចាស់នឹងមានភ្នែកក្រហមឆ្អៅដូចជាភ្នក់ភ្លើងហើយគួរឲ្យខ្លាចទៀតផងក្នុងខណៈនោះដែរសុកដែលបានទៅទិញដីនឹងគាត់បានអង្គុយស្ដាប់រឿងរ៉ាវទាំងនោះទាំងញ័រភ័យរន្ធត់ក្នុងចិត្តហើយខណៈនោះក្នុងចិត្តរបស់គាត់នឹងជាចាប់ផ្ដើមមានវិបដិសារីយ៉ាងខ្លាំងហើយគាត់នឹកឃើញដល់កំហុសរបស់ខ្លួនឯងដែលលោភលន់ចង់បានដីថោកដោយមិនបានសួរពីប្រវត្តិឲ្យបានច្បាស់លាស់ភាពស្ងប់ស្ងាត់នៃទីក្រុងដែលគាត់ធ្លាប់ស្រមៃចង់បានពេលនេះវាប្រែក្លាយជាភាពភ័យខ្លាចដែលលងបន្លាចក្នុងចិត្តរបស់គាត់វិញតើសុកនឹងសម្រេចចិត្តយ៉ាងណាតើគាត់នឹងបន្តការបកគ្រឹះសង់ផ្ទះឬក៏ដកថយប៉ុន្តែអ្វីហាក់ដូចជាយឺតពេលទៅហើយព្រោះវិញ្ញាណលោកតាព្រំបានដឹងពីវត្តមានរបស់សុករួចជាស្រេចទៅហើយមកដល់វគ្គបន្ទាប់នេះគឺជាវគ្គដល់ភ័យរន្ធត់និងព្រឺព្រួចរវាងព្រលឹមយាមដីលោកតាព្រំនៅក្នុងដីរបស់សុកដែលគាត់បានទិញទោះបីជាបានឮសម្ដីដាស់តឿនរបស់លោកតាយ៉ននឹងដឹងពីប្រវត្តិឈាមនៃម្ចាស់ទឹកដីក៏ដោយក៏សុកនៅតែមានចិត្តរឹងភាពលោភលន់និងការចង់ឈ្នះបានគ្របដណ្ដប់លើវិចារណញ្ញាណរបស់គាត់ទាំងស្រុង
គាត់បានបញ្ជាឲ្យក្រុមកម្មករចាប់ផ្ដើមយកគ្រឿងចាក់ធំចូលទៅកាន់ទីតាំងដ៏អត់កំបាំងនោះដើម្បីត្រៀមបុកគ្រឹះសសរផ្ទះដំបូងនៅព្រឹកស្អែកបងប្អូនទស្សនិកជនប្រិមិត្តទាំងអស់គ្នាក្នុងវិនាទីដែលគ្រឿងចាក់ចាប់ផ្ដើមបញ្ឆេះខកាយដីស្រាប់តែមេឃដែលកំពុងតែភ្លឺស្រឡះបែរជាប្រែជាងងឹតស្លុបក្នុងមួយរំពេចខ្យល់ព្យុះបក់បោកយ៉ាងខ្លាំងធ្វើឲ្យមែកឈើធំបោកបក់រវិចហាក់ដូចជាមានអ្វីមួយយ៉ាងកំពុងខឹងសម្បាយ៉ាងខ្លាំងនៅពេលដែលដងសន្ទូចចាប់ផ្ដើមទម្លាក់ដែកគ្រឹះនោះចុះដល់ដីស្រាប់តែមានរឿងមិនគួរឲ្យជឿមួយបានកើតឡើងខ្សែកាបដែលរឹងមាំបំផុតស្រាប់តែដាច់លីសូភុះធ្វើឲ្យដែកគ្រឹះធ្លាក់ចុះសង្កត់កម្មករម្នាក់បណ្ដាលឲ្យរងរបួសដោយគ្មានមូលហេតុច្បាស់លាស់ក្រោយពីហេតុការណ៍នោះកើតឡើងហើយបានធ្វើឲ្យកម្មករម្នាក់បានរងរបួសភាពច្របូកច្របល់បានកើតឡើងពេញការដ្ឋានកម្មករម្នាក់សម្លឹងមើលមុខគ្នាដោយភាពភ័យខ្លាចពួកគេបានចាប់ផ្ដើមខ្សឹបខ្សៀវគ្នាថាដីនេះប្រហែលជាមានបណ្ដាសាដូចដែលអ្នកភូមិធ្លាប់និយាយមែនប៉ុន្តែសុកនៅតែបង្ខំចិត្តឲ្យធ្វើការបន្តគាត់គិតថាវាគ្រាន់ជាការងារដែលគ្រោះថ្នាក់ដោយចៃដន្យធម្មតាប៉ុណ្ណោះនៅយប់នោះសុកបានសម្រេចចិត្តដេកយាមការដ្ឋានតែម្នាក់ឯងនៅក្នុងខ្ទមបណ្ដោះអាសន្នដែលសាងសង់ក្បែរខ្ទមអ្នកតាចាស់នោះបងប្អូនសាកស្រមៃមើលកណ្ដាលត្រៀតដែលស្ថានភាពយប់ស្ងាត់ជ្រងំសំបីសំឡេងសត្វល្អិតយំដែលធ្លាប់តែអើងកោងពេញព្រៃយប់នេះក៏ស្រាប់តែស្ងាត់ឈឹងដូចបេះដាក់ហើយសំបីតែឮសំឡេងយំសត្វមួយក៏គ្មានដែរមានតែសំឡេងនៅក្នុងបេះដូងខ្លួនឯងបានឮភាពស្ងាត់នេះស្ងាត់រហូតដល់ថ្នាក់សូម្បីតែឮសំឡេងដង្ហើមខ្លួនឯងនិងសំឡេងបេះដូងលោតដុកដាក់ក៏ស្រាប់តែឮសូរសំឡេងមួយផាំងសំឡេងមួយយ៉ាងបានឮឡើងចេញពីកន្លែងបុកគ្រឹះសសរផ្ទះយ៉ាងខ្លាំងដូចជាមានមនុស្សយកញញួរដែកជាក់មកវាយលើដែកគ្រឹះនោះជាដំបូងសុកស្ទុះងើបមើលទាំងញ័ររន្ធត់ញើសរបស់គាត់ជោកខ្នងទោះបីជាអាកាសធាតុត្រជាក់ស្រើបក៏ដោយ
ខណៈពេលនោះគាត់ទាញពិលបាញ់ទៅកាន់ការដ្ឋានសំណង់ក្នុងចិត្តគាត់សង្ឃឹមថាជាក្រុមចោរឬមាននរណាម្នាក់នៅក្នុងភូមិអ្នកជិតខាងមកលេងសើចប៉ុន្តែគ្មានមនុស្សសោះឡើយអ្វីដែលគាត់ឃើញគឺមានតែដីសើមដែលភាយក្លិនឆ្អែតឆ្អាបនិងក្លិនមរណៈភាយឡើងមកអួលដើមកស្រាប់តែឆ្កែនៅក្នុងភូមិចាប់ផ្ដើមព្រុសលូយ៉ាងវែងអន្លាយឮទៅគួរឲ្យព្រឺសម្បុរដល់ឆ្អឹងខ្នងសុកក្រឡេកទៅមើលនៅឯរបងដីហើយបងប្អូនប្រិយមិត្តទាំងអស់គ្នាភ្នែករបស់គាត់សឹងតែលៀនចេញមកពីប្រឡងគាត់បានឃើញស្រមោលមនុស្សម្នាក់កម្ពស់ស្មើនឹងដំបូលផ្ទះឈរយាមយ៉ាងសន្លឹមនៅក្បែរដើមជ្រៃនោះស្រមោលនោះមានរាងកាយខ្មៅស្រពោនសក់វែងអន្លាយដល់ដីហើយអ្វីដែលរន្ធត់បំផុតនោះគឺភ្នែកដែលបើកឡើងក្រហមឆ្អៅដូចជាភ្នក់ភ្លើងកំពុងតែសម្លឹងមកកាន់ចំសុកដោយកំហឹងអាឃាតស្រមោលនោះចាប់ផ្ដើមដើរមកជិតគាត់យឺតជើងនីមួយដែលជន់លើដីឮសូរសំឡេងទឹកធ្វើឲ្យដីញ័ររំកើដូចរំជួយដីវិញ្ញាណនោះក្រហមដោយសំឡេងត្រជាក់ស្រេបថាដីនេះជាដីរបស់អញណានាហ៊ានបំពេញត្រូវតែស្លាប់សុកចង់ស្រែកតែស្រែកមិនចេញហាក់ដូចជាមានដៃដែលមើលមិនឃើញមកចង់ច្របាច់កគាត់យ៉ាងណែនគាត់ព្យាយាមរត់ចេញពីខ្ទមប៉ុន្តែជើងរបស់គាត់រឹងកំព្រឹសកម្រើកធ្វើអ្វីមិនរួចក្នុងភាពងងឹតនោះគាត់បានឃើញមុខលោកតាព្រំកាន់តែច្បាស់មុខមាត់ដែលឆ្កាំងឆ្កែងស្បែកជ្រក់ជ្រួញនិងភ្នែកពោពេញទៅដោយឈាមនេះគឺជាមហន្តរាយកណ្ដាលយប់ដែលសុកមិនដែលគិតថាវានឹងកើតឡើងនៅក្នុងជីវិតវិបដិសារីចាប់ផ្ដើមលងបន្លាចតើគាត់អាចគេចផុតពីកណ្ដាប់ដៃនៃព្រលឹងយាមដីដ៏កាចសាហាវនេះបានដែរឬទេបងប្អូនប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងវិនាទីដែលស្រមោលខ្មៅងងឹតកម្ពស់ស្មើដំបូលផ្ទះឈរចំពោះមុខសុកទាំងកណ្ដាលត្រៀតបរិយាកាសជុំវិញប្រែជាស្ងាត់ឈឹងរហូតដល់ឮសូរសំឡេងខ្យល់ដង្ហើមដ៏ត្រជាក់ស្រេបរបស់សាកសពដែលកំពុងពាធាសុកព្យាយាមរត់គេចប៉ុន្តែជើងទាំងពីររបស់គាត់ហាក់ដូចជាត្រូវគេយកដាច់គោលមកដក
ជាប់នឹងដីកំរើកមិនរួចសូម្បីតែបន្តិចភ្នែកក្រហមឆ្អៅរបស់វិញ្ញាណលោកតាព្រំសម្លឹងមកកាន់សុកចំហាក់ដូចជាចង់ទម្លុះដល់បេះដូងដល់លុបលុននឹងភាពក្រអឺតក្រទមរបស់គាត់ដែលគាត់ធ្លាប់ជឿលើតែបច្ចេកវិទ្យានិងមាសប្រាក់ជាធំក្នុងចិត្តរបស់សុកពេលនោះគឺពេញដោយវិបដិសារីយ៉ាងធំធេងគាត់នឹកឃើញដល់ពាក្យសម្ដីដាស់តឿនរបស់អ្នកភូមិនឹកឃើញដល់ខ្ទមអ្នកតាដែលគាត់ធ្លាប់បានមើលងាយនឹងចង់កំទេចចោលគាត់ចាប់ផ្ដើមយល់ថាអ្វីដែលគាត់ធ្លាប់រៀនសូត្រអ្វីដែលគាត់ហៅថាវិទ្យាសាស្ត្រឬគ្រឿងចក្រទំនើបដែលគាត់នាំមកគឺមិនអាចយកឈ្នះលើកម្លាំងដ៏អាត់កំបាំងនិងកិច្ចសន្យានៃព្រលឹងយាមដីបានឡើយដៃដ៏ឆ្កាំងឆ្កែងដែលមានក្រចកវែងស្បែកខ្មៅស្រពោនចាប់ផ្ដើមលូកមករកសុកយឺតខ្យល់ដែលបានបក់មកប៉ះកាយសុកគឺធំក្លិនឆ្អាបនៃដីសើមលីឡំជាមួយនឹងក្លិនមរណៈដែលភាយចេញពីវិញ្ញាណនោះក្នុងភាពអស់សង្ឃឹមនឹងការតតាំងក្នុងផ្លូវចិត្តដ៏ខ្លាំងក្លាសុកបានចាប់ផ្ដើមអង្វរកទាំងទឹកភ្នែកហូរស្រក់ជោគថ្ពាល់គាត់បានលុតចង្កូងចុះសុំអង្វរជីវិតដោយរៀបរាប់ពីប្រពន្ធនិងកូនតូចដែលកំពុងចាំគាត់ត្រឡប់ទៅភ្នំពេញវិញគាត់បានសារភាពរាល់កំហុសដែលគាត់បានបំពានលើដីគេមរតកនេះបងប្អូនប្រិយមិត្តទស្សនិកជនសាកសម័យមើលអារម្មណ៍ដែលដឹងខ្លួនឯងថាចិត្តស្លាប់ហើយត្រូវប្រឈមមុខនឹងវិញ្ញាណដ៏កាចសាហាវដែលខ្លួនឯងធ្លាប់មើលងាយតើវាឈឺចាប់និងភ័យខ្លាចកម្រិតណាគ្រប់វិនាទីដែលកន្លងផុតទៅវាហាក់ដូចជាយូរអង្វររាប់ឆ្នាំសម្រាប់សុកស្រាប់តែពេលនោះវិញ្ញាណលោកតាព្រំក្រហមយ៉ាងខ្លាំងធ្វើឲ្យញ័ររង្គើនិងមែកឈើបក់បករវិចដូចមានព្យុះព្រះសង្ឃរាមមកដល់សំឡេងនោះបន្លឺឡើងតាមខ្យល់ត្រជាក់ស្រេបជ្រាបចូលដល់ខួរក្បាលរបស់សុកថាម្ដងនេះអញលើកលែងឲ្យប៉ុន្តែឯងត្រូវធ្វើតាមសន្យាបើមិនដូច្នោះជីវិតឯងនិងគ្រួសារឯងច្បាស់ជាមិនបានសុខឡើយគ្រាន់តែឮសម្ដីនេះភ្លាមស្រមោលដ៏ធំក៏បានរលាយបាត់នៅក្នុងភាពងងឹតសូន្យបើសល់ទុកតែភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចនិងអារម្មណ៍វល់របស់សុកដែលកំពុងតែដេកដួលលើដីយ៉ាងញ័ររន្ធត់នេះហើយជាមេរៀន
ដែលវិទ្យាសាស្ត្រមិនអាចបកស្រាយបានប៉ុន្តែអបិយជំនឿបានបង្ហាញយ៉ាងច្បាស់នឹងភ្នែកបងប្អូនប្រិមិត្តអ្នកស្ដាប់ជាទីមេត្រីបន្ទាប់ពីយប់ដ៏រន្ធត់ដែលបានជួបនឹងស្រមោលកម្ពស់ដំបូលផ្ទះនិងសម្រែកក្រហមដល់ត្រជាក់ស្រៀបមកសុកគាត់មិនបានបិទភ្នែកដេកសូម្បីតែមួយវិនាទីរាល់ពេលដែលគាត់ធ្មេចភ្នែកគាត់តែងតែឃើញភ្នែកក្រហមឆ្អៅរបស់លោកតាព្រំសម្លឹងមកគាត់ជានិច្ចហាក់ដូចជាមានអ្វីមួយយ៉ាងតាមលងបន្លាចដល់ក្នុងវិញ្ញាណព្រឹកព្រលឹមឡើងមិនបង្អង់យូរឡើយសុកប្រញាប់ធ្វើដំណើរទៅកាន់ទីផ្សារក្នុងស្រុកដើម្បីរៀបចំទិញគ្រឿងដង្វាយយ៉ាងក្បោះក្បាយបំផុតដែលរួមមានបាយសីផ្កាភ្ញីស្រស់គ្រឿងឧបភោគបរិភោគនិងសម្លការីក៏ដូចជាបង្អែមខ្មែរគ្រប់មុខដើម្បីធ្វើពិធីបួងសួងសុំខមាទោសជាផ្លូវការបងប្អូនសាកស្រមៃមើលនៅចំពោះមុខខ្ទមអ្នកតាចាស់ទ្រុឌទ្រោមនិងពោពេញដោយស្លែហុំព័ទ្ធជុំវិញសុកបានរៀបចំដង្វាយដាក់លើក្រែមមួយយ៉ាងមានរបៀបក្លិនធូបដែលភាយឡើងកណ្ដាលព្រៃស្ងាត់ធ្វើឲ្យបរិយាកាសជុំវិញប្រែคล้ายជាភាពអាត់កំបាំងយ៉ាងចម្លែកទោះបីជាពេលនោះជាពេលវេលាថ្ងៃត្រង់ដែលមានកម្ដៅព្រះអាទិត្យកំពុងតែឆេះយ៉ាងខ្លាំងប៉ុន្តែនៅបរិវេណដីនោះបែរជាមានភាពត្រជាក់ស្រេបហាក់ដូចជាមានខ្យល់អាកាសយ៉ាងប៉ក់ប៉ះនឹងកាយរបស់សុករងាដល់ឆ្អឹងខ្នងសុកបានអង្គុយលុតជង្គង់រួចលើកដៃសំពះលើក្បាលភ្នែកទាំងពីររបស់គាត់បិទជិតហើយគាត់ចាប់ផ្ដើមនិយាយអង្វរកដោយសំឡេងញ័រចេញពីចិត្តថាលោកតាអើយក្មួយដឹងខុសហើយក្មួយល្ងងខ្លៅណាស់ដែលមកបំពេញទឹកដីរបស់លោកតាដោយគ្មានច្បាប់ទម្លាប់សូមលោកតាមេត្តាទទួលយកគ្រឿងដង្វាយទាំងនេះនិងលើកលែងទោសឲ្យក្មួយផងនៅក្នុងពេលដែលកំពុងតែសូត្រមន្តបួងសួងនោះស្រាប់តែមានរឿងមិនគួរឲ្យជឿមួយបានកើតឡើងទោះបីជាជុំវិញនោះគ្មានខ្យល់បក់សូម្បីតែបន្តិចប៉ុន្តែផ្សែងធុដែលហុយចេញពីផ្សែងផើងបែរជាបក់បោកទៅរមុខសុកយ៉ាងខ្លាំងរហូតដល់គាត់មើលមិនឃើញអ្វីទាំងអស់ក្នុងផ្សែងធុដ៏សន្ធឹកសន្ធាប់នោះសុកហាក់ដូចជាឃើញស្រមោលបុរសចំណាស់ម្នាក់ក្នុងសម្លៀកបំពាក់សបែបបុរាណឈរញញឹមយ៉ាងត្រជាក់ស្រេបនៅពីមុខគាត់ស្រមោលនោះមិនមែនជារូបភាពរន្ធត់ដូចយប់មិញឡើយប៉ុន្តែវាជាការបង្ហាញខ្លួនដោយអំណាចបារមីយ៉ាងខ្លាំងក្លាសំឡេងខ្សឹបតាមខ្យល់មកប៉ះត្រចៀកគាត់យ៉ាងច្បាស់ថា
ដីនេះមានម្ចាស់បើចេះគោរពឯងនឹងបានសុខបងប្អូនវិនាទីនេះសុខមានអារម្មណ៍ថាភារៈដ៏ធ្ងន់នៅលើទូរបស់គាត់ត្រូវបានដកចេញទៅបាត់គាត់ចាប់ផ្ដើមយល់ច្បាស់ថាព្រលឹងយាមដីមិនមែនជាខ្មោចដែលចង់បានជីវិតមនុស្សដោយគ្មានហេតុផលឡើយប្រសិនបើមនុស្សយើងដឹងខុសចេះបន្ទន់ខ្លួននឹងមានសិលធម៌ក្នុងការរស់នៅគាត់បានសម្រេចចិត្តភ្លាមថានឹងមិនកំទេចខ្ទមអ្នកតាចាស់នោះចោលឡើយប៉ុន្តែគាត់នឹងសាងសង់ខ្ទមថ្មីយ៉ាងស្អាតនៅក្បែរនោះដើម្បីជាការតបស្នងសងគុណនិងជាការគោរពដល់វិញ្ញាណម្ចាស់ដើមតរៀងទៅនេះគឺជាការលេចមុខនៃវិញ្ញាណយាមដីដើម្បីបញ្ជាក់ពីការយល់ព្រមនិងការផ្ដល់ឱកាសឲ្យបានសុខបានកែខ្លួននិងរស់នៅដោយសេចក្តីសុខលើទឹកដីដ៏អាថ៌កំបាំងមួយនេះបងប្អូនប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីបន្ទាប់ពីការបួងសួងបានសម្រេចទៅទោះបីជាភាពរន្ធត់ហាក់ដូចជាបានធូរស្រាលប៉ុន្តែនៅក្នុងចិត្តរបស់សុខនៅតែមានការតស៊ូផ្លូវចិត្តយ៉ាងខ្លាំងក្លាយប់នោះគាត់បានអង្គុយម្នាក់ឯងនៅក្រោមដើមឈើពន្លឺព្រះច័ន្ទដ៏ស្រអាប់សម្លឹងទៅកាន់ការដ្ឋានសំណង់ដែលពោរពេញទៅដោយដីឥដ្ឋនិងស៊ីម៉ង់តគាត់ចាប់ផ្ដើមសួរខ្លួនឯងថាតើកាលដែលគាត់ព្យាយាមសាងសង់វិឡាដ៏ស្កឹមស្កៃនៅលើទឹកដីដែលមានម្ចាស់យាមបែបនេះជាការសម្រេចចិត្តត្រឹមត្រូវដែរឬទេភាពស្ងប់ស្ងាត់នៃជនបទដែលគាត់ធ្លាប់តែប្រាថ្នាចង់បានពេលនេះបែរទៅជាគាត់មានអារម្មណ៍ថាឯកោនិងនឹកឃើញដល់វិបដិសារីដែលគាត់ធ្លាប់ធ្វើកន្លងមកនៅក្នុងភាពដ៏ស្ងាត់ជ្រងំនោះសុខក៏បានសម្រេចចិត្តចុចទូរស័ព្ទទៅកាន់គ្រួសាររបស់គាត់នៅឯទីក្រុងភ្នំពេញគ្រាន់តែឮសំឡេងកូនតូចដែលសួររកឪពុកដោយសេចក្តីនឹករលឹករួមទាំងសម្ដីបារម្ភរបស់ភរិយាទឹកភ្នែករបស់សុខក៏ស្រក់ចុះដោយមិនដឹងខ្លួនគាត់ចាប់ផ្ដើមនឹកឃើញដល់ការហត់នឿយរយៈពេលជាង10ឆ្នាំដែលគាត់បានតស៊ូធ្វើការគាត់ចង់ឲ្យកូនរបស់គាត់រស់នៅទីនេះដោយមានភាពកក់ក្ដៅនិងសុវត្ថិភាពមិនមែនរស់នៅដោយភាពភ័យខ្លាចចំពោះព្រលឹងយាមដីនោះទេបងប្អូនអើយនេះគឺជាការតស៊ូផ្លូវចិត្តដ៏ធំធេងរវាងភាពមានបានដែលចង់បង្ហាញទៅកាន់អ្នកដទៃនិងសេចក្តីសុខផ្លូវចិត្តពិតប្រាកដរបស់គ្រួសារសុខបានសម្លឹងមើលទៅកាន់ដើមជ្រៃធំនិងខ្ទមអ្នកតាដែលគាត់ទើបតែបានជួសជុលរួចគាត់ក៏សម្រេចចិត្តយ៉ាងម៉ឺងម៉ាត់គាត់នឹងមិនបោះបង់ដីនេះចោលឡើយ
ប៉ុន្តែគាត់នឹងផ្លាស់ប្ដូរការរស់នៅរបស់គាត់ទាំងស្រុងគាត់សម្រេចចិត្តរក្សាទុកដើមឈើធំដែលលោកតាព្រំធ្លាប់ស្រឡាញ់និងមិនកាប់បំផ្លាញវាដើម្បីតែភាពស្រស់ស្អាតនៃផ្ទះវិឡារបស់គាត់ឡើយគាត់ចាប់ផ្ដើមយល់ថាផ្ទះដែលពិតប្រាកដគឺមិនមែនគ្រាន់តែសំណង់ដ៏ស៊ីវិល័យឡើយប៉ុន្តែវាត្រូវការសាងសង់ឡើងដោយគោរពដល់ធម្មជាតិនិងអ្នកដែលនៅមុនគាត់ចង់ឲ្យកូនរបស់គាត់ស្គាល់ពីតម្លៃនៃកតញ្ញូនិងការដឹងគុណចំពោះម្ចាស់ទឹកដីប្រិយមិត្តសាកស្រមៃមើលនៅពេលដែលយើងចេះបន្ទន់ខ្លួននឹងដឹងពីកំហុសតើអារម្មណ៍នឹងស្រាលកម្រិតណាសុកបានសម្រេចចិត្តចុងក្រោយថាគាត់នឹងរស់នៅទីនោះក្នុងនាមជាអ្នកថែរក្សាដីម្នាក់មិនមែនក្នុងនាមជាម្ចាស់ដីដែលចេះប្រើអំណាចទឹកប្រាក់ឡើយគាត់បដិញ្ញាថារាល់ថ្ងៃសិលគាត់នឹងនាំកូនមកសំពះនិងធ្វើបុណ្យឧទ្ទិសកុសលដល់លោកតាព្រំដើម្បីឲ្យវិញ្ញាណម្ចាស់ទឹកម្ចាស់ដីមានចិត្តស្ងប់និងជួយការពារសេចក្តីសុខឲ្យគ្រួសារគាត់នេះជាការសម្រេចចិត្តដ៏មានតម្លៃបំផុតដែលសុកបានធ្វើក្នុងជីវិតដែលវាមានតម្លៃលើសពីការសង់វិឡារាប់ពាន់រាប់លានដុល្លារទៀតបងប្អូនប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីជាទីបញ្ចប់នៃសាច់រឿងព្រលឹងយាមដីនិងបណ្ដាសាសសរគ្រឹះនៅក្នុងរាត្រីនេះខ្ញុំបាទចង់ឲ្យយើងទាំងអស់គ្នាឆ្លៀតពេលបន្តិចដើម្បីសញ្ជឹងគិតពីអ្វីដែលបានកើតឡើងចំពោះមុខបងប្អូនជាទីគោរពរឿងនេះមិនមែនគ្រាន់តែជារឿងខ្មោចលងសម្រាប់បំភ័យឲ្យយើងខ្លាចបាត់បង់ស្មារតីនោះទេឬក៏ឲ្យយើងលែងហ៊ានទិញដីធ្លីនោះដែរប៉ុន្តែវាជាកញ្ចក់ឆ្លុះបញ្ចាំងអំពីមនោសញ្ចេតនានិងការគោរពដែលមនុស្សយើងគួរតែមានអ្វីដែលគោរពមនុស្សជុំវិញខ្លួននៅក្នុងសម័យកាលដែលអ្វីៗត្រូវបានវាស់វែងដោយមាសប្រាក់និងបច្ចេកវិទ្យាជួនកាលមនុស្សយើងភ្លេចគិតថាមានរឿងរ៉ាវខ្លះដែលយើងមិនអាចយកលុយទៅទិញបានឡើយជាពិសេសសេចក្តីសុខផ្លូវចិត្តនិងការយល់ព្រមពីម្ចាស់ទឹកដីសារដាស់តឿនដ៏សំខាន់ដែលខ្ញុំចង់ផ្ញើជូនបងប្អូននៅក្នុងរាត្រីនេះហើយក៏ដូចជាក្នុងសាច់រឿងនេះផងដែរគឺថាកុំចាំដល់ឮសំឡេងឬក៏ស្រមោលកម្ពស់ដំបូលផ្ទះឆោចំមុខយើងទាំងកណ្ដាលត្រៀតទើបយើងនឹកឃើញដល់ការពោលពាក្យសុំទោសជីវិតមនុស្សម្នាក់មិនថាមានទ្រព្យសម្បត្តិវល់លៀនឬមានអំណាចបុណ្យស័ក្តិកម្រិតណាឡើយក៏មិនអាចយកឈ្នះ
លើច្បាប់ធម្មជាតិនិងសេចក្តីកតញ្ញូបានដែរការដែលសុខអាចរួចផុតពីមរណៈបានគឺដោយសារតែមានចិត្តបុណ្យនិងចេះបន្ទន់ដឹងខ្លួនពីកំហុសខ្លួនឯងបងប្អូនសាកស្រមៃមើលប្រសិនបើសុខនៅតែមានចិត្តរឹងរូសតើនៅថ្ងៃនោះនឹងមានអ្វីកើតឡើងចំពោះរូបគាត់និងគ្រួសាររបស់គាត់នៅក្នុងនាមជាអ្នកស្ដាប់វិសាល podcast និងជាអ្នកដែលស្រឡាញ់វប្បធម៌ខ្មែរសូមឲ្យរឿងនេះคล้ายទៅជាមេរៀនដាស់តឿនដល់បងប្អូនដែលនៅឆ្ងាយស្រុកឬបងប្អូនដែលកំពុងតែតស៊ូធ្វើការយ៉ាងហត់នឿយគ្រប់គ្នាបើទោះបីយើងរវល់កម្រិតណាកុំភ្លេចនឹកដល់បុណ្យគុណអ្នកមានគុណនឹកដល់ចាស់ទុំនិងម្ចាស់ទឹកម្ចាស់ដីដែលរស់នៅឯនាយផ្ទះឬក៏ឯស្រុកកំណើតរស់នៅឲ្យមានការគោរពមិនថាចំពោះមនុស្សរស់ឬវិញ្ញាណដែលមើលមិនឃើញនៅឡើយព្រោះការគោរពវាជាអាវក្រោះការពារដ៏ល្អបំផុតសម្រាប់ជីវិតយើងជាចុងក្រោយខ្ញុំបាទសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនទាំងអស់គ្នាដែលបានគាំទ្រនិងតាមដានសន្តាប់ការនិទានរឿងនេះតាំងពីដើមរហូតដល់ចប់សង្ឃឹមថានៅអេពីសូតនេះវាក៏ជាឃ្លាំងក៏ដូចជាផ្ដល់ចំណេះដឹងដល់ប្រិមិត្តនិងការកំសាន្តដ៏មានអត្ថន័យសម្រាប់អេពីសូតក៏ដូចជារាត្រីនេះប្រសិនបើបងប្អូនមានបទពិសោធន៍ឬរឿងរ៉ាវស្រដៀងគ្នានេះកុំភ្លេចបញ្ចេញមតិយោបល់ខាងក្រោមដើម្បីជាសារចែករំលែកដល់អ្នកស្ដាប់ដទៃទៀតកុំភ្លេចជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងដល់ Channel របស់ខ្ញុំដើម្បីទទួលបាននៅមាតិកាថ្មីរឿងនិទានព្រឺព្រួចរឿងខ្មោចក៏ដូចជារឿងហេតុការណ៍ផ្ទាល់យប់នេះសូមឲ្យបងប្អូនជួបតែសេចក្តីសុខសាន្តគេងលក់សុបិនល្អនិងមានសុខភាពល្អគ្រប់គ្នារាត្រីសួស្តី